សួស្តីទាំងអស់គ្នាអញ្ចឹងសូមស្វាគមន៍មកកាន់សាលាកូរ៉េ CNK អញ្ញាសេយោរ៉ាពុនអញ្ចឹងនៅថ្ងៃនេះដែរគឺយើងនឹងរៀនបន្តនៅផ្សេងជាអ្នកមួយចំនួនទៀតដែលបន្តពីវីដេអូកាពីលើកមុនអញ្ចឹងនៅក្នុងថ្ងៃនេះគឺនឹងមានផ្សេងជាអ្នកបន្តទៀតនៅគ្រប់ទាំងផ្សេងជាអ្នកទាំង14ដែលយើងនឹងត្រូវរៀនបន្តហ្នឹងណាអញ្ចឹងឥឡូវយើងកុំឲ្យខាត់ពេលវេលាយូរយើងទៅមើលផ្សេងជាអ្នកបន្តពីផ្សេងជាអ្នក PUB ទាំងអស់គ្នាថ្ងៃមុនយើងរៀនបានត្រឹម PUB ចឹងបន្តពីផ្សេងផ្សេងអ្នក PUB មកគឺមាន shield អៀងជាតិឈៀតខៀកធៀតភៀបហៀតចឹងនេះគឺជាផ្សេងជាអ្នកបន្តទៀតពីវីដេអូកាលពីលើកមុនអញ្ចឹងឥឡូវមុននឹងសែមចូលទៅប្រាប់ពីសំឡេងរបស់វាក៏ដូចជារបៀបក្នុងការសរសេរឥឡូវយើងមករៀនអានទាំងអស់គ្នាថាតើផ្សេងជាអ្នកទី1គេអានរបៀបម៉េចទី2គេអានរបៀបម៉េចតោះអញ្ចឹងនៅក្នុងផ្សេងជាអ្នកទី1នេះដែរដែលយើងឃើញនៅខាងលើគេនេះផ្សេងជាអ្នកទី1គឺជាផ្សេងជាអ្នក siot siot អានរៀងអូសលេងតិចណាបងប្អូនគ្នា siot siot បន្ទាប់ពី siot មកគឺផ្សេងជាអ្នក e ưng e ưng e ưng ហ្នឹងយើងរៀងសកត់ថ្មិញលើគ្នាណាកុំឲ្យចេញអអីអញ្ចឹងទៅអានលើសលេងខុសអញ្ចឹង siot e ưng e ưngបន្ទាប់ពីផ្សេងជាអ្នក e ưng មកគឺផ្សេងជាអ្នក chi ướt chi ướt chi ướt បន្ទាប់ពី chi ướt គឺ chi ướt chi ướt chi ướt អូខេតពីផ្សេងជាអ្នក chi ướt មកគឺ khi ướt khi ướt khi ướt បន្ទាប់ពី khi ướt គឺ thi ướt thi ướt thi ướt បន្ទាប់ពី thi ướt មកគឺផ្សេងជាអ្នកដែលយើងអានសំឡេងវាដូចទៅនឹង PUB នៅខាងលើនឹងចឹងតែសំឡេងវាស្រាលជាងណាចឹងអានេះគឺ PUB 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 តពី PUB ផ្សេងជាអ្នកចាំក្រោយគឺ he ướt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  ចឹងសាននឹងអានឲ្យម្ដងទៀតពីផ្សេងជាអ្នក siot មកវិញ siot ieng chiet chiet khiek thiet phiep hiet ម្ដងទៀត siot ieng chiet chiet khiek thiet phiep hiet ចឹងយើងនឹងចូលបន្តទៅទៀតទៅមើលតើផ្សេងជាអ្នកហ្នឹងសលេងរបៀបហ្នឹងអានរបៀបហ្នឹងតើរបៀបសរសេរវាបែបណាដែរតោះចឹងមុននឹងយើងចូលទៅក្នុងការមើលពីរបៀបសរសេរទាំងអស់ហ្នឹងសាមចង់បង្ហាញពីសំឡេងអានវាមុនសិនដោយសារតែថ្ងៃមុនយើងរៀនបានប៉ុណ្នេះសំឡេងហើយមានប៉ុណ្នេះសំឡេងគឺមាន kiok nien tigit riel miem phiuk ម្ដងទៀត kiok nien tigit riel miem phiuk នេះគឺជាផ្សេងជាអ្នកដែលយើងរៀននៅការវីដេអូមុនចឹងផ្សេងជាអ្នកបន្តទៀតដែលសាមបានអានមិញហ្នឹងគឺផ្សេងជាអ្នក siot 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 នេះគឺវាមានសំឡេងស្មើនឹងអក្សរសរបៀបក្នុងការប្រកបណាវាមានសំឡេងស្មើនឹងអក្សរសបន្ទាប់ពី siot មកគឺ e ưng e ưng e ưng នេះគឺគ្មានសំឡេងទេមានន័យថាវាមិនមានសំឡេងទេនៅពេលដែលវាបូកជាមួយនឹងស្រៈ a e ưng បូកស្រៈ a វានឹងចេញ a បូកស្រៈ o វានឹងចេញ អព្រោះវាអត់មានសំឡេងទេប៉ុន្តែបើពួកគេដែលមានសំឡេងនេះឧទាហរណ៍សំឡេងអក្សរសបូកស្រៈ a សាសបូកស្រៈ o សអីចឹងទៅហ្នឹងណាចឹងកន្លែង e ưng គឺអត់មានសំឡេងទេចឹងនៅពេលដែលទាំងអស់គ្នាបូកចូលស្រៈគឺយើងផ្ដោតទៅលើការវាពឹងផ្អែកទៅលើការប្រើប្រាស់ជាមួយនឹងស្រៈដែលវាបានបូកជាមួយតទៀតជីអឺតជីអឺតចឹងជាអ្នកជីអឺតនេះដែរទាំងអស់គ្នាត្រូវចាំណាសំឡេងរបស់វាគឺមានសំឡេងអក្សរឆនៅពីខាងមុខអក្សរឆនៅពីខាងមុខអក្សរចឬក៏ចនៅខាងក្រោយប៉ុន្តែនៅមានពាក្យមួយចំនួនដែលឮសំឡេងមិនចេញអក្សរឆទេវាចេញរៀងឆដូចជាពាក្យជីបជីវកែពាក្យមួយចំនួនទៀតដូចជាពាក្យឆាយោដូចជាពាក្យអីផ្សេងទៀតចឹងណាដែលអ្នកខ្លះគាត់តែងតែច្រឡំថាមិនកន្លែងហ្នឹងអានចេញចាកន្លែងនេះអានចេញ
សចកន្លែងនេះអានចេញអក្សរឆចឹងសូមទាំងអស់គ្នាចំណាំកន្លែងព្យញ្ជនៈជីអឺតនេះមួយគឺសំឡេងខាងមុខវាគឺអក្សរឆតែមានពាក្យមួយចំនួនវាចេញខ្យល់រៀងឆដូចពាក្យជីវកែពាក្យជីពាក្យអីជាដើមពាក្យផ្សេងទៀតជាដើមចឹងទៅនៅពេលដែលទាំងអស់គ្នារៀនទៅជួបទៅគ្រូរបស់អ្នកទាំងអស់គ្នានឹងបញ្យល់ប្រាប់បន្ថែមទៀតអីតែបើយើងយកកំណត់សម្គាល់ណាសូមចងចាំថានៅព្យញ្ជនទី1មានសំឡេងខាងមុខគឺអក្សរឆសំឡេងខាងក្រោយគឺអក្សរចឬក៏ចបន្ទាប់ពីជីអឺតមកគឺឈៀតឈីអឺតសំឡេងវាស្រាលមែនទេឈីអឺតឈៀតចឹងមានន័យថាសំឡេងនៅក្នុងការប្រើប្រាស់បូកជាមួយនឹងស្រៈក៏ដូចគ្នាដែរគឺវាប្រកាសជាសំឡេងអក្សរឆឬក៏ឈឈៀតនេះអញ្ចឹងឆឈឈីអឺតដូចគ្នាដែរបន្តពីព្យញ្ជនៈឈៀតគឺ cute 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 នេះតែយើងនិយាយ cute cute គឺសំឡេងវាអក្សរខមែនទេ cute អញ្ចឹងសំឡេងនៅខាងក្នុងការប្រើប្រាស់បូកជាមួយនឹងស្រៈរបស់វាមិនថាមុខឬក៏ក្រោយគឺវាមានតែមួយសំឡេងណាគឺសំឡេងអក្សរខឬក៏ខកន្លែងនេះដូចគ្នាដែរសែនបញ្ជាក់ណាឃើញក្បៀចាត់ច្រឡំថាពីរសំឡេងមិនមែនពីរសំឡេងទេគឺឆវាគេហៅថាម៉េចសំឡេងវាដូចគ្នាមែនទេបងប្អូនអញ្ចឹងនៅក្នុងការប្រើប្រាស់របស់វានឹងបូកជាមួយឆដែលស្រៈអាឆាឆដែលស្រៈអឆឲ្យធម្មតាអញ្ចឹងតពី cute មកគឺ cute cute គឺមានសំឡេងអក្សរថអញ្ចឹងនៅពេលដែលទាំងអស់គ្នាអាន cute គឺទាំងអស់គ្នាឮសំឡេងវាថមែនទេអញ្ចឹង cute គឺស្មើនឹងអក្សរថសំឡេងវាស្រាលជាង cute ណាតពីព្យញ្ជនៈ cute មកគឺព្យញ្ជនៈ cute ដែលសាមញ្ញនិយាយមុនហ្នឹងថាវាសំឡេងវារៀងស្រាលជាង cute នៅខាងលើអញ្ចឹង cute កន្លែងនេះគឺស្មើនឹងសំឡេងអក្សរផអូគេតទៀតព្យញ្ជនៈចុងក្រោយគឺព្យញ្ជនៈ cute cute គឺស្មើនឹងអក្សរហ cute ស្មើនឹងអក្សរហចឹងសាមនឹងអានឲ្យម្ដងទៀតដោយសារតែសាមមានបញ្ហាសលេងអក្សរកបន្តិចមិញគេលោកស្ដាប់លឺអត់ច្បាស់ចឹងព្យញ្ជនៈដំបូងគឺសៀតអ៊ឹងជៀតឈៀតខៀតធៀតភៀបហៀតអូខេចឹងបន្ទាប់ពីយើងមើលសំឡេងការប្រើប្រាស់របស់វាហើយឥឡូវយើងទៅមើលពីរបៀបក្នុងការសរសេរព្យញ្ជនៈដែលយើងរៀនមិញគេអីគេសៀតមែនទេចឹងសៀតនេះគឺយើងទាញចេញពីលើចុះក្រោមចឹងដដែលតែយើងរៀនឆិតណាបងប្អូនម្ដងទៀតពីលើចុះក្រោមហើយទាញបញ្ឆិតពីខាងឆ្វេងទៅខាងស្ដាំហ្នឹងពីលើចុះក្រោមដដែលទេចឹងនេះគឺជាព្យញ្ជនៈសៀតបន្ទាប់ពីសៀតមកគឺអ៊ីអឹងចឹងបងប្អូនគូមករង្វង់ដៃមកនេះយើងមើលណាគឺគូមួយរង្វង់ដៃវិលទៅចឹងមកអាហ្នឹងគឺជាព្យញ្ជនៈអ៊ីអឹងតពីអ៊ីអឹងមកគឺព្យញ្ជនៈជីអឺតអញ្ចឹងបងប្អូនត្រូវគូម៉េចគឺពីឆ្វេងទៅស្ដាំហើយបញ្ឆិតមកដូចសៀតអញ្ចឹងហើយទាញនៅខាងក្រោយនេះបន្តិចមើលម្ដងទៀតឆ្វេងទៅស្ដាំតមកយើងទាញបញ្ឆិតដូចព្យញ្ជនៈសៀតអញ្ចឹងហ្នឹងហើយគឺជាព្យញ្ជនៈជីអឺតតពីជីអឺតមកគឺឈៀតយើងគូអាបតកក្បាលហ្នឹងបន្តិចបើសិនជាអក្សរដៃវិញគេគូឆិតអញ្ចឹងឆិតបញ្ឆិតចំហៀងណាតែយើងចង់ដាក់អញ្ចឹងក៏បានយើងបញ្ឆិតក៏បានដែរនេះគឺជាព្យញ្ជនៈឈីអឺតតពីឈីអឺតមកគឺខីអឺតតើអ្នកគ្នាឃើញបើយើងដកអានេះដូចខីយ៉កអញ្ចឹងខីយ៉កយើងទាញពីណាពីឆ្វេងទៅស្ដាំពីលើចុះក្រោមនេះពីឆ្វេងទៅស្ដាំពីលើចុះក្រោមចេញជាខីយ៉កហើយចាំដាក់ពុះវាកណ្ដាលហ្នឹងមកគឺទៅជាខីអឺតតពីខីអឺតមកគឺធីអឺតមែនទេធីអឺតហ្នឹងយើងគូសចោលពីសិនពីឆ្វេងទៅស្ដាំ2ដងពីឆ្វេងទៅខាងស្ដាំ2ដងហើយពីលើចុះក្រោមពីឆ្វេងទៅស្ដាំធីអឺតតទៀតមកដល់ព្យញ្ជនៈភីអឺបទៅនេះយើងគូសមួយណាគឺពីឆ្វេងទៅស្ដាំពីលើចុះក្រោម2ដងហើយចាំពីខាងឆ្វេងទៅខាងស្ដាំមកព្យញ្ជនៈចុងក្រោយគេគឺហ៊ីអឺតគូដូចឈីអឺតអញ្ចឹងយើងគូអាទូចនេះមុនហើយតែមកអានេះហើយចាំយើងដាក់ពងមាន់នៅខាងក្រោមអានេះគឺជាព្យញ្ជនៈហ៊ីអឺតយើងអានម្ដងទៀតសៀតអ៊ីអឹងជៀតឈ
chướt khiếc thiếc phiếc hiếc ចឹងឥឡូវយើងទៅរៀនប្រកបទាំងអស់គ្នាអញ្ចឹងចំណុចដែលយើងបានរៀនមិញសៀតនៅក្នុងព្យាង្គទី1ក៏ដោយទី2ក៏ដោយមានន័យថានៅសលេងមុខក៏ដោយខយក៏ដោយ2 3 4 5ក៏ដោយគឺវាស្មើនឹងអក្សរសដាក់ស្រៈអាសា thì good ព្យាង្គទី2គឺស្មើនឹងអក្សរដដាក់ស្រៈអាដាអញ្ចឹងពាក្យទី1នេះយើងអានថាសាដាតទៀតអ៊ីអឹងគឺជាព្យញ្ជនៈដែលមិនមានសំឡេងអ៊ីអឹងបូកស្រៈអូអ៊ីអឹងគ្មានសំឡេងផងបូកជាមួយនឹងស្រៈអូវាមិនខ្លាចទៅជាអូរីអ៊លនៅព្យញ្គទី2ស្មើនឹងអក្សររ៉ូអញ្ចឹងរ៉ូដាក់ស្រៈអ៊ីរីអញ្ចឹងពាក្យនេះគឺអូរីតទៀតឈៀតជីអឺតនៅព្យញ្គទី1មិនសំឡេងអក្សរឆមែនទេឆដាក់ស្រៈអាឆាដដាក់ស្រៈអាដាអញ្ចឹងពាក្យនេះគឺឆាដាតទៀតឈៀតគឺសំឡេងអក្សរឈោឆដូចគ្នាដែរដាក់ស្រៈអ៊ីឈីញើមស្មើអក្សរម៉ូដាក់ស្រៈអាម៉ាឈីម៉ាខៀកមិញសំឡេងអក្សរខខមែនទេអញ្ចឹងខដាក់ស្រៈអូខូអញ្ចឹងពាក្យនេះគឺខូតទៀតធៀតថដាក់ស្រៈអូធូម៉ូដាក់ស្រៈអាម៉ាអញ្ចឹងពាក្យនេះគេថូម៉ាថូតទៀតភៀបផដាក់ស្រៈអូផូទី good នៅព្យញ្គទី2អក្សរដដាក់ស្រៈអូដូអញ្ចឹងគឺផូដូភៀបផដាក់ស្រៈអ៊ីភីយើងដាក់ស្រៈអានៀនអក្សរណូដាក់ស្រៈអូណូអញ្ចឹងពីអាណូតទៀតហៀតអក្សរហដាក់ស្រៈអាហាធៀតថដាក់ស្រៈអ៊ឺធឺអញ្ចឹងហាធឺតទៀតហដាក់ស្រៈអាដដែលទេគឺហាមៀមម៉ូដាក់ស្រៈអាម៉ាអញ្ចឹងពាក្យនេះគឺហាម៉ាឥឡូវយើងអានមួយគ្នាម្ដងទៀតសាដាអូរីឆាដាឈីម៉ាខូថូម៉ាថូហូដូពីយ៉ាណូហាធឺហាម៉ាអូខេអញ្ចឹងអរគុណទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះអញ្ចឹងវីដេអូមួយនេះគឺយើងបានបញ្ចប់ព្យញ្ជនៈទាំង14នៅក្នុងភាសាកូរ៉េនិងរបៀបក្នុងការប្រើប្រាស់សំឡេងព្យញ្ជនៈនៅក្នុងព្យាង្គទី1ទី2ទី3ទី4ក៏ដូចជារបៀបក្នុងការសរសេរនៅព្យញ្ជនៈនីមួយៗអូខេអញ្ចឹងអរគុណទាំងអស់គ្នាសង្ឃឹមថាទាំងអស់គ្នានឹងតាមមើលនៅវីដេអូក្រោយៗទៀតដែលយើងនឹងរៀនបន្តទៀតដូចជាព្យញ្ជនៈផ្សំស្រៈផ្សំក៏ដូចជាសំឡេងជើងនិងសំឡេងប្រែប្រួលនៃការអានសំឡេងជាដើមអូខេបាយទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយ